ដំណើរការក្រៅនៅថ្ងៃទី25ខែមិថុនាឆ្នាំ2025នេះប្រទេសថៃសម្រាប់បើកទ្វារច្រកព្រំដែនអន្តរជាតិឆង់ចំខេត្តសុរិន្ទទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យចាប់ពីម៉ោង6ព្រឹកដល់ម៉ោង10យប់ចំណែក Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលំអិតព្រមនេះរាជធានីភ្នំពេញនៅថ្ងៃពុធទី25ខែមិថុនាឆ្នាំ2025នេះភាគីខាងថៃសម្រាប់បើកច្រកទ្វារព្រំដែនអន្តរជាតិឆង់ចំខេត្តសុរិន្ទទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង10យប់ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបើកប៉ុន្តែហាមការនាំចូលនាំចេញទំនិញហាមរថយន្តម៉ូតូនិងមធ្យោបាយគ្រប់ប្រភេទចេញចូលមិនអនុញ្ញាតឲ្យជនបរទេសចេញចូលនោះទេតែអនុញ្ញាតឲ្យសិស្សសាលាអ្នកជំងឺធ្ងន់ចេញចូលបានឬមានឯកសារចេញពីក្រមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃសម្រាប់អ្នកដែលមានលិខិតឆ្លងដែនអ្នកជំងឺមានប៉ាសទ័របោះចូលធម្មតាបានជាងព័ត៌មាននេះគឺមានប្រភពចេញពីមន្ត្រីច្រកព្រំដែនផងដែរបានជាងព័ត៌មានដែលយើងខ្ញុំបានលើកឡើងសូមបញ្ចប់មានការខូចឆ្គងសូមអធិស្ឋាន